អ្នកដែលកំពុងតែមើលវីដេអូនេះតើអ្នកទាំងអស់គ្នាដែលជួបបញ្ហាមួយនេះអត់គឺមានរន្ធញើសរីកធំៗនៅលើមុខនឹងមកចំពោះបញ្ហាមួយនេះគឺយើងអាចដោះស្រាយបានដោយយើងអាចកែប្រែរបបអាហាររបស់យើងទី1អ្នកទាំងអស់គ្នាអាចញ៉ាំជាមួយនឹងផ្លែ strawberry ជាមួយនឹងផ្លែក្រូចព្រោះផ្លែឈើពីរនេះគឺសម្បូរទៅដោយជាតិ vitamin C ផ្លែឈើទី2គឺ blueberry នេះគឺជួយការពារកុំឲ្យរន្ធញើសរបស់យើងរីកកាន់តែធំហើយជាពិសេសគឺជួយធ្វើឲ្យ skin tone របស់យើងមានពណ៌ស្មើគ្នាចំណុចទី2គឺយើងអាចថែរក្សាស្បែកមុខរបស់យើងដោយការសម្អាតមុខពីរតង់ដែលគេហៅថា double clean ហ្នឹងសម្រាប់ការ double clean គឺជាការសម្អាតមុខពីរតង់ជាពិសេសគឺពេលដែលអ្នកនរគ្នាមាន make up នៅលើមុខខ្ញុំអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមាន make up អញ្ចឹងខ្ញុំត្រូវតែធ្វើ double clean ហ្នឹងសម្រាប់ខ្ញុំគឺខ្ញុំតែងតែប្រើជាមួយនឹង cleansing water ពីខាង iStar ជាទឹកលាងមុខ make up ដែលជ្រះបានល្អមែនតើមិនថាបាក់តេរីធូលីដីដែលយើងជាប់ពីខាងក្រៅហ្នឹងអ្នកនរគ្នាគឺជ្រះល្អមែនតើហើយអ្វីដែលខ្ញុំចូលចិត្តមួយទៀតដែរនៅពេលដែលយើង remove ហើយជាមួយនឹង cleansing water នេះគឺអត់ធ្វើឲ្យស្បែកមុខរបស់យើងស្ងួតរោឬក៏ក្រហមកាហាយនៅលើស្បែកមុខរបស់យើងទេផ្ទុយទៅវិញនៅពេលដែលយើង remove ហើយគឺធ្វើឲ្យស្បែកមុខរបស់យើងមានសំណើមល្អមែនតើហើយជាពិសេសគឺជួយឲ្យយើងលាប skin care កាន់តែចូលទៀតអញ្ចឹងនៅពេលដែលអ្នកនរគ្នាលាងមុខស្អាតហើយជាមួយនឹង iStar cleansing water នេះហើយអ្នកនរគ្នាអាចធ្វើការលាងមុខជាមួយនឹង foam លាងមុខជាការស្រេចអញ្ចឹងសម្រាប់អ្នកនរគ្នាដែលចង់បានជាមួយនឹង cleansing water នេះអ្នកនរគ្នាអាចធ្វើការ check out នៅ page ដែលអ្នកនរគ្នាកំពុងតែមើលវីដេអូនេះបាន